សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូ Pro PT1 Gaming ហើយថ្ងៃនេះខ្ញុំមកប្រាប់អ្នកគ្នាអំពី event ដែលគេត្រៀមនឹងចេញនៅពេលខាងមុខឆាប់ហ្នឹងហើយអ្នកគ្នាវាមានដូចជា event ស្នប់កណ្ដាប់ដៃ skin កាភ្លើងនិងឈុតផ្សេងទៀតអ្នកគ្នាហើយអ្នកគ្នាកុំភ្លេចជួយគាំទ្រខ្ញុំម្នាក់មួយផងអ្នកគ្នាអ្នកដែលស្គាល់ខ្ញុំនៅ channel ចាស់ channel មានឈ្មោះថា GDT ហ្នឹងអ្នកគ្នាកុំភ្លេចចូលមកជួយគាំទ្រខ្ញុំម្នាក់មួយផងដោយសារតែ channel ហ្នឹងគឺខូចបាត់ហើយខ្ញុំបានដូរ channel ថ្មីដូរទាំង channel ថ្មីដូរទាំងឈ្មោះអ្នកគ្នាដាក់ឈ្មោះ PT1 ម្ដងហើយអ្នកគ្នាកុំភ្លេចជួយចុច subscribe មកកាន់ខ្ញុំម្នាក់មួយផងដើម្បីលើកជាកម្លាំងចិត្តឲ្យខ្ញុំក្នុងការធ្វើវីដេអូហ្នឹងណាអ្នកគ្នាបើសិនជាអ្នកគ្នាចង់ចេះពីរបៀបលេងយក event ផ្សេងឬក៏បង្រៀនអីផ្សេងអ្នកគ្នាកុំភ្លេចជួយចុច subscribe មកកាន់ខ្ញុំម្នាក់មួយទៅគឺអត់ខុសទេអ្នកគ្នាហើយមុននឹងចូលដល់វីដេអូនេះអ្នកគ្នាកុំភ្លេចជួយចុច subscribe និងបើសញ្ញារូបកណ្ដឹងហើយជួយចុច share ម្នាក់មួយទៅដើម្បីឲ្យ channel ខ្ញុំឆាប់ល្បីដូចមុនអញ្ចឹងណាគ្នាតើហើយកុំឲ្យរងចាំពេលវេលាយូរចូលដល់វីដេអូទាំងអស់គ្នាចង់ដឹងថាវាមានអ្វីខ្លះចេញនៅពេលខាងមុខអ្នកគ្នាហើយចំពោះ event ទី1គឺជា event style រួមអ្នកគ្នា event style រួមហ្នឹងគឺជា event style រួមបុណ្យគ្រីស្មាស់អ្នកគ្នាគឺដាក់បានមួយធីមអ្នកគ្នា style រួមហ្នឹងគឺអែមខ្លាំងមែនតើអ្នកគ្នាយើងដាក់ជុំគ្នាយើងអញ្ចឹងបានមួយធីមហើយ event ហ្នឹងគឺចេញនៅចន្លោះថ្ងៃទី7ថ្ងៃទី10តែអត់ដឹងចេញខែប៉ុន្មានទេអ្នកគ្នាគេអត់បញ្ជាក់ខែទេគេបញ្ជាក់តែថ្ងៃទី7ថ្ងៃទី10 event ពេលចេញមកដឹងតែខ្ញុំចាប់យកមុនគេអ្នកគ្នាដោយសារតែវាអែមខ្លាំងមែនតើហើយចំពោះ event បន្ទាប់ដែលជា event ទី2ហ្នឹងអ្នកគ្នាគឺជា event style រួមដដែលទេតែ style រួមនេះគឺយើងដាក់បាន2នាក់គឺវាអែមដែរ style រួមហ្នឹងអ្នកគ្នាវាថ្មីមកប្លែកមកអ្នកគ្នាគឺវាអង្គុយលេងហ្គេមមួយ best friend យើងអញ្ចឹងណាយើងអាចដាក់មួយគ្នាយើងបានគឺអែមខ្លាំងមែនតើអ្នកគ្នាមើលទៅមានអេក្រង់ឲ្យមើលទៀតហើយវាមកជាមួយនឹងបបោសអ្នកគ្នា skin ដបងនេះអានេះដបងអ្នកគ្នាតែវាដាក់រូបបបោស skin បបោសវិញគឺអែមដែរអ្នកគ្នាហើយចំពោះ event ទី3គឺជា event skin ស្នប់អ្នកគ្នា M1887 កណ្ដាប់ដៃអ្នកគ្នាគឺអែមខ្លាំងមែនតើហើយវាចេញមកជាមួយនឹង skin M4 អ្នកគ្នា skin M4 ជាមួយនឹង skin ស្នប់កណ្ដាប់ដៃហ្នឹងអានេះបើសិនជាវាចេញមកវគ្គ2មែនគឺដឹងតែអែមអ្នកគ្នាតែវាអត់ច្បាស់តែចេញមក 100% ទេតែ50-50អ្នកគ្នាតែបើសិនជាវាចេញមកវគ្គ2មែនគឺដឹងតែអែមអ្នកគ្នា skin ស្នប់កណ្ដាប់ដៃខ្ញុំដឹងតែចាប់យកមុនគេអ្នកគ្នាដោយសារតែខ្ញុំស្រឡាញ់យូរអានេះគឺវាចេញមកយូរហើយអ្នកគ្នាដូចជាប្រហែលឆ្នាំហើយ2022អ្នកគ្នា3ឆ្នាំហើយគឺ skin ហ្នឹងខ្ញុំភ្លេចឈ្មោះបាត់ហើយអ្នកគ្នាឈ្មោះ skin ស្អីទេអ្នកគ្នាគឺវាអែមអ្នកគ្នាអានេះបើសិនជាវាចេញមកនឹងអែមហ្មងហើយ event ទីចុងក្រោយគឺជា event ឈុតអ្នកគ្នាឈុតនេះគឺអែមខ្លាំងមែនទេគឺវាអាចប្រែកាយបានអ្នកគ្នាឈុតហ្នឹងអ្នកគ្នាមើលទៅគឺលោខ្លាំងមែនអាចប្រែពីក្រហមមកជាពណ៌ទឹកសមុទ្រក៏បានដែរហើយឈុតហ្នឹងគឺវាដាក់បាន4ពណ៌អ្នកគ្នាហើយវាអាចដូរអាវបានឧទាហរណ៍អ្នកគ្នាពាក់អាវ season 1ហ្នឹងអ្នកគ្នាចូលលេងទៅអាចបដូរមកពាក់ជា season 2បានតែអ្នកគ្នាគឺអែមខ្លាំងមែនតើអ្នកគ្នាជាមួយខ្ញុំដែរមើលនេះវាបដូរពីរបៀបនេះអ្នកគ្នាវាបដូរអញ្ចឹងអ្នកគ្នាគឺវាបដូរអញ្ចឹងមកអ្នកគ្នាឃើញអត់អានេះមកពណ៌អ្នកគ្នាអាហ្នឹងយើងបដូរមកជុតខ្លួនយើងបដូរមកជុតខ្លួនយើងមិញអ្នកគ្នាឃើញអត់ខ្ញុំមើលបដូរទៀតអ្នកគ្នាចុចបដូរទៀតគឺបដូរបានអានេះដូចជាបដូរបាន3អ្នកគ្នានេះអានេះដូចជាមកឈុតធម្មតារបស់យើងវិញអាហ្នឹងឈុតយើងពាក់ធម្មតាមិនមែនឈុតផ្ទាល់ខ្លួនរបស់វាអ្នកគ្នាគឺអែមខ្លាំងតែអ្នកគ្នាហើយឈុតហ្នឹងគឺជាឈុតប្រែកាយអ្នកគ្នាគឺអែមខ្លាំងមែនតើអ្នកគ្នាគឺអាចដាក់ពណ៌បាន4ពណ៌អ្នកគ្នាឈុតហ្នឹងគឺវាចេញមកដូចតែឈុតមុនទេអ្នកគ្នាចេញមកចាប់ដូចតែឈុតមុនទេហើយឈុតហ្នឹងគឺវាដាក់តារាងឈ្មោះអ្នកគ្នាតែណាចាប់បានមុនគេគឺវាដាក់លេខ1អញ្ចឹងដែរគឺអែមខ្លាំងតែអ្នកគ្នាគឺឈុតហ្នឹងខ្ញុំនិយាយថាអែមហ្មងអ្នកគ្នាវាមាន style លោតទៀតអ្នកគ្នា style លោតកង់ឡានជាមួយនឹង style ឡើងជាងផ្ទះគឺអែមខ្លាំងមែនតើអ្នកគ្នាចេញមកដឹងតែខ្ញុំចាប់យកមុនគេដោយសារតែឈុតខ្ញុំចង់បានអញ្ចឹងណា